ที่ធ្វើនំ cheesecake ងាយៗបងប្អូនតែរសជាតិឆ្ងាញ់សាហាវឆ្ងាញ់ខ្លាំងមែនតើងាយស្រួលមែនតើអ្វីដែលត្រូវការគឺមានជាមួយនឹង Greek yogurt ហើយមានជាមួយនឹង biscuit បងប្អូនយើងដាក់ biscuit យើងដាក់ Greek yogurt ហើយយើងរៀបវាជាថ្នាក់អញ្ចឹងណាបងប្អូនប្រហែលជាន់ទៅតាមគីឡូយើងទៅតាមប្រអប់យើងអញ្ចឹងទៅធ្វើតែប៉ុណ្្នឹងហើយយើងដាក់ក្នុងទូទឹកកកចោលចាដាក់ចោលមួយយប់អញ្ចឹងទៅព្រលឹមឡើងយើងអាចញ៉ាំបានហើយពេលដែលញ៉ាំយើងមានដាក់ផ្លែឈើដែលយើងមានមកមិនកំណត់ផ្លែឈើឯងចាផ្លែឈើណាដែលយើងមានមកហើយយើងហួយ biscuit ពីលើទៀតអូយបងប្អូនមើលតំណងឯងញ៉ាំតំណងមែនតើហើយវិធីនេះធ្វើងាយហើយខ្ញុំដួសមកនេះបងប្អូនស្ដាយដួសមកឃើញរៀងអត់ស្អាតដាក់ក្នុងប្រអប់ឡើងស្អាតតែដួសមកដួសអត់ស្អាតប៉ាន់រសជាតិអូយដួសមកមិនស្អាតមែនប៉ុន្តែនិយាយពីរសជាតិឆ្ងាញ់សាហាវបងប្អូនហើយអត់មានជាតិស្ករមានអីនៅក្នុងហ្នឹងទេមិនខ្ញុំបន្ថែមជាមួយនឹង green tea ពីលើទៀតហើយខ្ញុំហូរទឹកឃ្មុំញ៉ាំទៅហើយវាមានជាតិផ្អែមចេញពីទឹកឃ្មុំហ្នឹងចាជាតិជូរចេញពីផ្លែ strawberry ចាជាតិល្វីងតិចចេញពី green tea អូយត្រូវជាតិគ្នាណាបងប្អូនអើយនិយាយពីឆ្ងាញ់ខ្ញុំមកឲ្យតែមើលវីដេអូខ្ញុំធ្វើនឹងហើយខ្ញុំចង់តែធ្វើញ៉ាំទៀតទេឆ្ងាញ់ណាស់ឃ្លានលើទឹកមាត់ភ្លាមហ្មងបងប្អូនកុំភ្លេចធ្វើញ៉ាំឆ្ងាញ់ណាស់ចាធ្វើឲ្យរសជាតិយ៉ាងណា comment ក្រោមវីដេអូខ្ញុំផង